ទាល់តែបានមកដល់ចំការអញ្ចឹងទើបដឹងថាទុរេនអត់ទាន់ផុតរដូវកាលផងហើយឥឡូវកំពុងតែពេញហើយបងប្អូនអើយនៅខាងដាក់ដាំខេត្តមណ្ឌលគិរីឡើងពេញចំការតែម្ដងនេះអញ្ចឹងសម្រាប់បងប្អូនយើងដែលមិនទាន់បានភ្លក់ទុរេននៅក្នុងរដូវកាលទុរេនឆ្ងាញ់តាមបណ្ដាខេត្តក្រុងផ្សេងណាបងប្អូនអាចមកខាងមណ្ឌលគិរីបានមិនទាន់ហួសពេលទេទាំងគុណភាពទាំងទំហំផ្លែល្អណាស់បងប្អូនអូយឆ្លងឈ្ងុយតែម្ដងមិនចាញ់តាមបណ្ដាខេត្តផ្សេងទេនិយាយទៅដំណាំកសិកម្មរបស់យើងប្រជែងគ្នាខ្លាំងណាស់ឥឡូវនេះឲ្យទៅលើតែផ្លែឈើរបស់កសិករយើងដាំបានកន្លែងណាអតិថិជនក៏ដូចជាបងប្អូនយើងទាំងអស់ដឹងតែស្ទុះស្ទាទៅលេងទៅញ៉ាំតែម្ដងហើយគប់ផ្សំខែនេះហើយនៅមានតរេនញ៉ាំបែបនេះទៀតបងប្អូនហើយអស់ទាស់តែម្ដងអ្វីដែលកាន់តែពិសេសមកជាលក្ខណៈក្រុមគ្រួសារណាបានប្រភេទ pick up ដ៏ស្រស់ស្អាតបែបនេះទៀតធ្វើដំណើរផ្លូវឆ្ងាយលយតែម្ដងបងប្អូនហើយសម្រាប់ប្រជាកសិករយើងណាប្រើប្រាស់ឡាន Jack T9 នេះដើម្បីដឹកទុរេនទាំងឡាននៅក្នុងចំការផ្លូវពិបាកប៉ុណ្នេះដូចជាធម្មតាស្អាតក៏ស្អាតខ្លាំងក៏ខ្លាំងឯកទេសនៅក្នុងការបម្រើការងារនៅក្នុងផ្លូវពិបាកផ្លូវចំការនិងការធ្វើដំណើរផ្លូវឆ្ងាយសំខាន់ណាស់សន្សំសំចៃកាត់បន្ថយប្រេងបងប្អូនមិនធម្មតាទេឡានទំនើបប្រើប្រាស់បានការងារធ្ងន់ស្រាលគ្រប់បែបយ៉ាងបែបនេះហើយរូបរាងបើសម្រាប់ខ្ញុំលយមកអ្នកមុខលង្កាចអនាគតទៅបងប្អូនហើយបានចំការតែប៉ុណ្ណេះសប្បាយចិត្តមិនវិញទេហើយមានឡានមួយគ្រឿងឆ្វែលចុះឆ្វែលឡើងពេញក្នុងចំការបែបហ្នឹងដឹកតរេនមកពេញគូតឡានធ្វើការមិនហត់ទេសំខាន់តរេនលក់បានថ្លៃទៀតអូយបងប្អូនឆ្ងាញ់ក៏ឆ្ងាញ់ទៀតហើយម្ចាស់ចំការធ្វើការបណ្ដើរភ្លក់បណ្ដើរក្រុមការងារនឹងលួចមើលឡានបណ្ដើរភ្លក់បណ្ដើរអូយសប្បាយចិត្តណាស់បងប្អូនមកដល់ខេត្តមណ្ឌលគិរីពិតជាមិនខកបំណងទេផ្ទាំងទស្សនីយភាពស្រុកស្រែចំការតំបន់រមណីយដ្ឋានផ្សេងហើយជាពិសេសកសិផលរបស់ប្រជាកសិករយើងនឹងតែម្ដងកាន់តែភ្ញាក់ផ្អើលមកដល់ខែនេះសល់តរេនញ៉ាំទៀតមិនមែនសល់1 2ឬក៏សល់កន្លះចកាឬក៏សល់អាផ្លែចុងក្រោយអីទេគឺកំពុងតែពេញផ្លែពេញចំការពេញប្រមូលផលបងប្អូនមើលណាដឹកពេញតឡានតែម្ដងមិនលេងសើចណាបងប្អូនមើលឡាន pick up ប៉ុណ្ណឹងសោះដឹកបាន1តោនជាងអូយបងប្អូនគាត់ពូកែរៀបទៀតមើលណាឡើងពេញតែម្ដងហើយគាត់ធ្លាប់ថ្លឹងណាបងប្អូន1តោន300គីឡូអញ្ចឹងវាស្មើនឹង1300គីឡូអាចដឹកបានដឹកពីចំការទៅឃ្លាំងផ្លែឈើរបស់គាត់ណាធម្មតាតែយើងបេះពីចំការមកយើងត្រូវមានកន្លែងទុកដាក់ហើយការទុកដាក់ផ្លែឈើជាពិសេសផ្លែតរេនដែលគាត់បេះបានពីចំការបែបនេះបើជាប្រជាកសិករផ្សេងខ្ញុំមិនសាឃើញប្រភេទឡានធំឬក៏រមាក់គោយន្តអីចឹងទៅក៏ប៉ុន្តែទីតាំងនេះណា Jack T9 អាចជួយបានអូបងប្អូនការប្រើប្រាស់នៅក្នុងចំការបែបនេះទើបដឹងថាឡានប្រភេទ pick up អាចជួយបំពេញតម្រូវការបែបនេះបានបើឲ្យខ្ញុំស្រមៃឡានស្អាតប្រណិតបែបហ្នឹងគឺថាបើកនៅលើដងផ្លូវកស៊ូផ្លូវបេតុងអីបានសមក៏ប៉ុន្តែមិនត្រឹមតែសមនៅលើផ្លូវកស៊ូផ្លូវបេតុងឬក៏ដំណើរកំសាន្តផ្លូវឆ្ងាយទេតែអាចប្រើប្រាស់បាននៅក្នុងចំការបានដែលមានភាពងាយស្រួលនិងប្រសិទ្ធភាពហើយទុរេនទាំងអស់នេះបងប្អូនដឹងមិនអត់បាននៅក្រោយគេមិនមែនបជាមិនមែនដាក់ថ្នាំបជាអីឲ្យវាចេញមុនគេមកដល់ពេលនេះទេបើតាមការពិតទៅដោយសារតែរដូវភ្លៀងមកដល់ធ្វើឲ្យការផ្លែរបស់ទុរេននេះទើបតែអាចប្រមូលផលបាននៅក្នុងរដូវកាលពេលនេះបងប្អូនក៏ចំមាច់ដែរសម្រាប់បងប្អូនយើងដែលមិនបានភ្លក់ពីដើមរដូវកាលក៏ដល់រដូវកាលដល់ពេលមកដល់ចុងបែបនេះនៅតែមានតរេនប្រសាមិនធម្មតាឯណាហើយលឺតែតរេននឹងបងប្អូនហើយសម្រុកមកដល់ពេលឃើញផ្លូវចង់អន់ចង់ដល់ពេលគិតបងប្អូនបេះតរេនបានហើយមិនដឹងថាធ្វើម៉េចឲ្យបានដល់ដៃបងប្អូនទេបើផ្លូវរអិលក៏រអិលជាប់ផងក៏ជាប់ផងខែភាសាបែបនេះដឹងស្រាប់ហើយបងប្អូនហើយបើសិនជាបងប្អូនចង់បានព័ត៌មានលម្អិតបន្ថែមទាក់ទងទៅនឹងរថយន្ត Pick Up Jack T9 នេះបងប្អូនអាចមើលព័ត៌មានលម្អិតបន្ថែមនៅក្នុង comment ហើយកុំភ្លេចឆ្លៀតពេលទំនេរនាំគ្រួសារញាតិមិត្តបងប្អូនមកលេងនៅខេត្តមណ្ឌលគិរីផងមកភ្លក់ផ្លែតរេនទាំងអស់នេះផងមើលនេះបងប្អូនគុណភាពខ្ពស់រសជាតិឆ្ងាញ់តរេនក្នុងរដូវវស្សាបែបនេះមកភ្លក់ឲ្យដឹងនឹងគេមើលបងប្អូនកុំឲ្យថាខ្ញុំចេះតែថាបើសម្រាប់ខ្ញុំប៉ុណ្នេះឆ្ងាញ់ណាស់បងប្អូនចូលចិត្តហ្មងជួបគ្នានៅក្នុងវីដេអូបន្តទៀតសូមជម្រាបលា